នៅពេលអ្នកបិទភ្នែកតើអ្នកបានឃើញអ្វីដែរឬទេសំណួរនេះអ្នកត្រូវតែចាប់អារម្មណ៍ឲ្យបានខ្លាំងក្លាការឃើញការបានឃើញការអង្កេតឲ្យឃើញសំដៅយកសោតាបត្តមញ្ញាណសមាធិភាវនាឬសមាធិវិបស្សនាគឺជាដំណើរចិត្តត្រាស់ដឹងរាល់សភាវៈធាតុធម៌មាននាមរូបជាដើមសមាធិក្នុងសាសនានេះគ្មានការចង់បានអ្វីក្នុងសមាធិនេះឡើយត្រឹមតែអង្កេតដឹងពិនិត្យដឹងសតិដឹងចិត្តដឹងសតិញាណនឹងបានឃើញសភាវៈពិតរបស់នាមរូបសញ្ញាមនសិការជ្រួលច្រាលឡើងតាមសភាពិតសេចក្តីពិតរបស់វាអនិច្ចំអនត្តាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានឃើញត្រឡប់មកវិញនៅការកម្រើកឡើងនៅមនុស្សចេតនាអារម្មណ៍តណ្ហាទាំងឡាយទាំងពួងដែលមានក្នុងខ្លួននាមរូបសញ្ញាមនសិការទាំងឡាយនោះតែងតែជ្រួលច្រាលឡើងជាលំដាប់លំដោយពីដំណាក់គ្រោះគ្រាតដំណាក់មធ្យមនិងដំណាក់ល្អិត1អ្នកនឹងបានឃើញនិវរណធម៌5ប្រឈមជាមួយនឹងនិវរណធម៌5ដែលជាពពួកគំនិតអារម្មណ៍តណ្ហាគ្រោះគ្រាតអ្នកនឹងបានឃើញវានៅក្នុងសំណុំខួរក្បាលឬបញ្ចទ្វារទី2គឺវិជ័យសង្ខារគឺពពួកគំនិតល្អិតល្អន់កាយសង្ខារគឺពួកកាយធាតុខ្យល់ចេញខ្យល់ចូលទឹកដីភ្លើងខ្យល់នៃកាយកម្រើកជ្រួលច្រាលឡើង4ចិត្តសង្ខារគឺសញ្ញាវេទនាពួកកម្មនិងវិបាកកម្មសភាពដិតដាមអារម្មណ៍ទាំងឡាយទាំងពួងដែលព្រះពុទ្ធហៅថាអនុស្សយកិលេសគឺកិលេសដេកត្រាំរងចាំបង្កើតការតាក់តែងជីវិតសង្ខារជាថ្មីបន្តទៀតមិនមានការស្វែងរកការប្រាថ្នាមគ្គផលឬក៏ការស្វែងរកព្រះនិព្វាននៅក្នុងសមាធិឡើយអ្នកត្រឹមតែអង្គុយស្ងប់ស្ងៀមហើយអង្កេតដឹងនៅសភាវៈដែលមិនស្ងប់ស្ងៀមថាជាអ្វីឲ្យពិតប្រាកដតែប៉ុណ្ណោះក្នុងក្របខ័ណ្ឌត្រាស់ដឹងតាមលំដាប់ដោយដែលបានពោលអំបញ្ញមិញនេះឥឡូវចូលអ្នកមកអនុវត្តជាមួយនឹងសមាធិគឺខណ្ឌកសមាធិជាសមាធិដំបូងសម្រាប់អ្នកដំបូងសម្រាប់អ្នកដែលទើបតែនឹងវឹកហាត់ចូលចងចាំថាព្រះសម្មាសម្ពុទ្ធមិនអនុញ្ញាតមិនបានណែនាំឲ្យអ្នកធ្វើបាបកាយឡើយសមាធិត្រាស់ដឹងគឺផ្ដើមដោយខណ្ឌកសមាធិគឺសន្សំចិត្តត្រាស់ដឹងបន្តិចម្ដងតាមលទ្ធភាពរៀងខ្លួនអ្នកមិនអាចយកខ្លួនរបស់អ្នកទៅធៀបជាមួយនឹងអ្នកដទៃបានឡើយកិលេសផ្សេងគ្នាអារម្មណ៍តណ្ហាផ្សេងគ្នាចំណងផ្សេងគ្នានិស្ស័យផ្សេងគ្នាឥឡូវនេះអ្នកបិទភ្នែកហើយសម្លឹងអង្កេតពិនិត្យតើមានអ្វីដែលកំពុងជ្រួលច្រាលឡើងនៅក្នុងខួរក្បាលរបស់អ្នកគឺពួកនិវរណធម៌5ទី1គឺកាមឆន្ទៈសេចក្តីប៉ុនប៉ងក្នុងចិត្តជាច្រើនការគិតផ្គងអារម្មណ៍ជាច្រើនជ្រួលច្រាលឡើងអ្នកនឹងអាចបានឃើញរឿងទាំងនេះទី2ព្យាបាទឆន្ទៈសេចក្តីគិតបៀតបៀនគំនុំខឹងស្អប់ពីអតីតដែលមានក៏បានជ្រួលច្រាលឡើងទី3ថៃណាងមិទ្ធៈធុញទ្រាំអបសុកខ្ជិលច្រអូសរុញរាកន្ទុកកន្ទែងនឹងជ្រួលច្រាលឡើងទី4គឺឧទចៈកកចៈអ្នកនឹងបានឃើញពពុះគំនិតរាយមាយអណ្ដែតអណ្ដូងជ្រួលច្រាលឡើងទី5គឺវិជកិច្ឆាគំនិតមន្ទិលសង្ស័យមិនដឹងប្រកបគ្មានហេតុគ្មានផលច្បាស់លាស់អណ្ដែតអណ្ដូងប្រព្រឹត្តទៅទាំងនេះគឺជានាមធម៌រូបធម៌សញ្ញាមនសិការជ្រួលច្រាលឡើងដល់គ្រោះគ្រាតពីដើមមកអ្នកតែងតែចាប់ប្រកាន់ថាវាជាខ្លួនអ្នកវាជាអញឥឡូវនេះចូលបិទភ្នែកអង្កេតដឹងពិនិត្យដឹងម្ដងទៀតទៅមើលតើវាកំពុងតែជ្រួលច្រាលឡើងដោយខ្លួនឯងដោយគ្មានចេតនាពីអ្នកឡើយឥឡូវនេះអ្នកនឹងបានឃើញថាអារម្មណ៍គំនិតតណ្ហាគំនិតរាយមាយជ្រួលច្រាលឡើងនេះវាចេះតែបន្តបង្កើតដោយខ្លួនវាតាមភាពពិតរបស់វាទាំងអស់គ្មានការបង្ខំឲ្យស្ងប់ឡើយគ្មានការស្វែងរកស្ងប់ឡើយត្រឹមកំពុងត្រាស់ដឹងថាអ្វីដែលជាពពួកគំនិតដែលមិនស្ងប់នេះជាអ្វីឲ្យពិតប្រាកដវាកើតចេញពីអ្នកឬក៏វាជាអ្វីម្យ៉ាងដទៃដែលកំពុងកម្រើកញ័រនៅក្នុងខួរក្បាលរបស់អ្នកហើយអ្នកមានតួនាទីត្រឹមតែអង្កេតដឹងពិនិត្យដឹងតែប៉ុណ្ណោះនេះជាខណ្ឌកសមាធិអ្នកអាចធ្វើវាដោយបិទភ្នែកត្រឹម5នាទី10នាទី20នាទីឬក៏ទៅតាមអធ្យាស្រ័យដែលអ្នកធ្វើបានខណ្ឌកសមាធិអ្នកត្រូវតែសន្សំវារឿយបន្តិចម្ដងក្នុងខណ្ឌកសមាធិ
អ្នកមិនត្រូវធ្វើបាបកាយឡើយអ្នកអាចអង្គុយត្រឹម20នាទីឬក៏30នាទីតាមសមគួរព្រោះដំណាក់នេះគឺជាដំណាក់ទី1តែប៉ុណ្ណោះក្នុងការអង្កេតដឹងនាមនិងរូបគឺនិវរណៈធម៌5បន្ទាប់ពីអ្នកទាំងឡាយបានសន្សំជាខណ្ឌកសមាធិនេះហើយអ្នកទាំងឡាយនឹងបានជាក់ច្បាស់បន្តិចម្ដងនៅសភាវៈនាមនិងរូបតាមភាពពិតសេចក្តីពិតរបស់វាចំណែកឯឧបចារសមាធិវាត្រឹមតែជាផលនៃការសន្សំបានមកពីខណ្ឌកសមាធិតែប៉ុណ្ណោះឯអបណាសមាធិក៏ត្រឹមតែជាផលនៃឧបចារសមាធិតែប៉ុណ្ណោះវាត្រូវតែការចាប់ផ្ដើមដោយខណ្ឌកសមាធិការសន្សំរឿយៗនៅញាណត្រាស់ដឹងសតិត្រាស់ដឹងការកម្ចាត់បងការចូលទៅកំណត់ដឹងការស្គាល់ច្បាស់ការមិនវង្វេងក្នុងពួកអារម្មណ៍តណ្ហាគំនិតដែលជាពួកនិវរណៈធម៌5នេះគឺជារឿងចាំបាច់បំផុតក្នុងសាសនានៃពន្លឺត្រាស់ដឹងគ្មានកិច្ចអ្វីដែលពិសេសជាងនេះឡើយសមាសមាធិសមាធិវិបស្សនាសិលសមាធិវិបស្សនាប្រព្រឹត្តទៅដើម្បីការត្រាស់ដឹងនេះឯងប្រសិនបើអ្នកមិនអាចត្រាស់ដឹងនៅពួកនិវរណៈធម៌5ដែលជាអារម្មណ៍គំនិតតណ្ហាដ៏គ្រូតគ្រាតគំនិតលោភៈទោសៈមោហៈនេះទេមគ្គផលទាំងឡាយការដឹងជាក់ច្បាស់ប្រកបទាំងឡាយមិនអាចទៅរួចឡើយព្រះសម្មាសម្ពុទ្ធសង្កត់ដដែលអំពីគ្រឿងរារាំងដែលជាហេតុជាទីតាំងមិនឲ្យត្រាស់ដឹងគឺនិវរណៈធម៌5នេះឯងនិវរណៈធម៌5ជាអារម្មណ៍បច្ចុប្បន្ននៃការរស់នៅរបស់លោកអ្នកអារម្មណ៍លោភៈអារម្មណ៍ទោសៈអារម្មណ៍មោហៈដែលជាសភាពដតាមអារម្មណ៍ពេលខ្លះលោកអ្នកនឹងបានឃើញសភាពដតាមអារម្មណ៍ពីអតីតប្រកបឡើងហើយបានឃើញច្បាស់ឃើញវាអណ្ដែតឡើងជ្រួចច្រាសឡើងការកំណត់ដឹងការត្រាស់ដឹងដោយខណ្ឌកសមាធិប្រព្រឹត្តទៅជាឧបចារសមាធិនិងអបណាសមាធិនេះជាកិច្ចទូទៅក្នុងសាសនានេះភ្នែកឯងទៅបើកភ្នែកឯងទៅឯងជានរណាពិភពលោកហៅយើងថាគឺជាមាតែយើងគឺជាចំណែកមួយនៃរាងកាយឯងហើយយើងគឺជាអ្នកបំផ្លាញរាងកាយរបស់ឯងតើអ្នកចង់បំផ្លាញអ្វីទៅយើងនឹងធ្វើឲ្យពិភពលោកដែលកំពុងតែងងឹតមានពន្លឺទៅវិញទេពេលនេះឯងមិនអាចចូលទៅក្នុងពន្លឺនៃជីវិតឯងបានទេឯងបានទៅដល់ត្រឹមតែព្រំដែនជីវិតប៉ុណ្ណោះឯងមិនអាចចូលទៅដល់ទេអ្នកមិនអាចរកយើងឃើញទេយើងនឹងរំដោះខ្លួនឲ្យចេញពីអ្នកយើងគឺជាភ្លើងទោសៈចរណែនសេចក្តីទុក្ខសេចក្តីស្លាប់លោភៈអ្វីទាំងអស់នេះគឺជាអាវុធរបស់យើងហើយយើងនឹងពឹងពាក់ទៅលើឯងមិនបានទេឯងគួរតែចេញពីសង្គ្រាមនេះទៅអារម្មណ៍របស់យើងបានចេញពីវាអស់ទៅហើយទាំងនេះគឺជាអារម្មណ៍ដែលដាក់អន្ទាក់យើងនៅក្នុងលោភៈយើងនឹងចេញឲ្យឆ្ងាយពីភាពលោភលន់មិនអាចទៅរួចទេតែចុះទៅកន្លែងដែលគ្មានការវាយប្រហារសម្រាប់អំពើណាមួយទៅកន្លែងដែលគ្មានភាពលោភលន់ចេញទៅឲ្យឆ្ងាយពីយើងរកកន្លែងដែលគ្មានការវាយប្រហារទៅរកកន្លែងដែលគ្មានទោសៈកើតឡើងទៅពិភពលោភលន់វាគឺជាទ្រព្យសម្បត្តិរបស់យើងនេះគឺជារឿងដែលមិនអាចគេចផុតលើកទី1ហើយដែលឯងអាចគេចផុត